ประมาณថ្ងៃនេះបងប្អូនដែលតាមដានបញ្ហានយោបាយនៅថៃថាជាបានចាប់អារម្មណ៍ច្រើនអំពីការប្រជុំសភានៅថៃខ្ញុំមកនិយាយក្នុងវីដេអូនេះគឺចង់និយាយអំពីបញ្ហាការប្រជុំសភានៅថៃដែលខ្ញុំមើលឃើញចំណុចសំខាន់មួយហើយខ្ញុំគិតថាបើសិនជាយើងអាចតាមដានយើងនឹងមានការគិតពិចារណាក៏ដូចជាធ្វើការប្រៀបធៀបរវាងថៃនិងខ្មែរយើងធ្លាប់ដឹងថានៅខ្មែរបកប្រជាជនគាត់មានអំណាចខ្លាំងមែនទែនគាត់ចង់ចោទអ្នកណាគាត់ចង់អីណាបានតាមចិត្តតែនៅថៃបកភឿថៃដែលជាបករបស់រដ្ឋាភិបាលនៅពេលដែលប្រជុំសភាត្រូវបានរងសម្ពាធធ្ងន់ធ្ងរមែនទែនពីសមាជិកប្រឆាំងផ្សេងនៅក្នុងសភាចំនួនសភារវាងខ្មែរនិងថៃចំនួនមនុស្សចំនួនសមាជិកសភានឹងមានភាពខុសគ្នាខ្មែរយើងខ្ញុំអត់ច្បាស់ថាប្រមាណទេប៉ុន្តែនៅថៃបើខ្ញុំចាំមិនច្រឡំ500មានសមាជិកទាំងអស់500នាក់បាទឬមួយក៏អាចលើសបន្តិចបន្តួចបាទប៉ុន្តែអ្វីដែលខ្ញុំឃើញនៅពេលនេះគឺខាងបកប្រឆាំងបានចោទខ្លាំងទៅលើលោកស្រីនាយរដ្ឋមន្ត្រីគឺលោកស្រីផែថងនិងតកូលរបស់គាត់ក៏ដូចជាឪពុករបស់គាត់ដែលថាលោកស្រីមិនកិច្ចមិនមានការបងពុនអីផ្សេងជាដើមហើយប្រហែលថ្ងៃនេះគឺឃើញបកប្រឆាំងគឺចោទខ្លាំងមែនទែនទៅលើបករដ្ឋាភិបាលជាពិសេសលោកស្រីនាយរដ្ឋមន្ត្រីផ្ទាល់យើងអាចស្ដាប់និងធ្វើការវិភាគដោយការប្រៀបធៀបរវាងគេនិងយើងតើហេតុអីបានជាគេបកប្រឆាំងគេមានអំណាចម្លេះហើយចំពោះបកប្រឆាំងនៅស្រុកខ្មែរយើងឃើញស្រាប់ហើយសកម្មជនធំត្រូវបានគេចាប់ដាក់ពន្ធនាគារផ្សេងនិងបន្តឃុំខ្លួន